នេះគឺជារូបសំណាកព្រះថោងតោងស្បៃនាងនាគនៅក្នុងខេត្តព្រះសីហនុដែលមានកម្ពស់ជាង21ម៉ែត្ររចនាបថស្ថាបត្យកម្មដោយកូនខ្មែរត្រូវបានសាងសង់ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិននិងបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីឆ្នាំ2022រូបសំណាកព្រះថោងតោងស្បៃនាងនាគនេះបានដាក់បែរព្រះភ័ក្ត្រឆ្ពោះទៅសមុទ្រដោយសារតែរឿងព្រេងនិងការកកើតនគរខ្មែរគឺព្រះនាងនាគបានឲ្យព្រះថោងតោងកន្ទុយឬក៏ស្បៃដើម្បីមុជទឹកហោះទៅឋានស្ដេចភុជង្គនាគដើម្បីជួបបិតាមាតារូបសំណាកនេះមានទីតាំងស្ថិតនៅក្នុងភូមិគគីឃុំបិទត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុដែលជាចំណុចប្រសព្វរវាងមហាវិថីឆ្នេររៀមនិងមហាវិថីជំទាវម៉ៅត្រូវបានរៀបចំអភិសេកជាផ្លូវការនៅព្រឹកថ្ងៃសៅរ៍ទី16ខែមេសាឆ្នាំ2022ដែលត្រូវជាថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំក្រោយពីអភិសេកស្ដេចនាគបានអនុញ្ញាតឲ្យព្រះថោងនិងនាគបង្កើតទឹកដីសម្រាប់គង់នៅដោយទ្រង់បានបើទឹកសមុទ្រចេញឲ្យคล้ายទៅជាគោកធ្លោកដីគោកដែលដុះដើមធ្លោកដែលជាប្រទេសកម្ពុជាបច្ចុប្បន្នក្រោយមកព្រះថោងក៏បានសោយរាជ្យជាព្រះមហាក្សត្រទី1នៃនគរនោះហើយទំនៀមទម្លាប់ប្រពៃណីខ្មែរអាពាហ៍ពិពាហ៍ព្រះថោងតោងស្បៃនាងនាគក៏ត្រូវបានបញ្ចូលទៅក្នុងពិធីមង្គលការខ្មែរដែលកូនកំលោះត្រូវចាប់ជាយស្បៃឬក៏សំពត់កូនក្រមុំដើរតាមពីក្រោយចូលក្នុងបន្ទប់ផ្ទាល់ខ្លួនដែលនេះជានិមិត្តរូបនៃការគោរពតួនាទីភរិយាជាមេគ្រួសារតើបងប្អូនទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះប្រធានបទមួយនេះចូល comment នៅខាងក្រោមហើយខ្ញុំជឿថាបងប្អូនភាគច្រើនមួយចំនួនមិនទាន់បានមកលេងកំពង់សោមទេឬក៏មកលេងរួចហើយកាលពីរូបសំណាកនេះមិនទាន់សាងសង់រួចរាល់អញ្ចឹងរូបសំណាកនេះសាងសង់រួចរាល់នៅឆ្នាំ2022មកគិតបើឥឡូវ3ឆ្នាំ4ឆ្នាំបងប្អូនអ្នកដែលមិនទាន់មកលេងអាចមកលេងបានទាំងអស់គ្នាដែលពេលរូបសំណាកនឹងកសាងដំបងឡើងគេយកមកដាក់ដំបងបងប្អូនល្បីណាស់បងប្អូនណាល្បីខ្ទោខ្ទាតែម្ដងដែលធ្វើឲ្យបងប្អូនភាគច្រើនទប់អារម្មណ៍មិនបានមកលេងក្រុងកំពង់សោមច្រើនណាស់បងប្អូនហើយតែឥឡូវនេះរៀងស្ងាត់ជាងមុនហើយបងប្អូនអញ្ចឹងបាទខ្ញុំថតផ្សព្វផ្សាយបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តបាយបាយ